គ្រាន់តែយើងលុកដៃយើងរាវធម្មតាអត់អាចដកបានអញ្ចឹងតើលុកអញ្ចឹងវាតឹងអញ្ចឹងគាត់ប្រើប្រាស់ម៉ាស៊ីនដើម្បីឲ្យទឹកហ្នឹងវាបាញ់បំបែកភក់ញែកភក់ចេញពីគ្នាហើយបានគាត់លុករាវតាមមើមអើយកបាក់អូបងប្រហែលខែហើយឆ្នាំពី10ខែមួយឆ្នាំអូចុះបានមួយឆ្នាំមិនក៏មើមនៅតូចម្លេះខ្ញុំរយៈប្រើជិញអូបានន័យថាឈូកពូជមែនក៏ប៉ុន្តែយើងដាំបែបធម្មជាតិគ្រប់អាយុដកតែទំហំវាមិនសូវធំលក្ខណៈកំប៉ោងដូចគេលក់នៅលើទីផ្សារទេបងអានេះបើយើងធ្វើទៅជាម្សៅបានទេបានការពិតណាម្សៅឈូកដែលសុទ្ធល្អធ្វើចេញពីមើមឈូកណាល្អអញ្ចឹងស្តៀងនឹងឈូកបឹងយើងដែរដែលខ្ញុំធ្លាប់ទៅថតនៅកំពង់សៀមបងប្អូនមើមឈូកស្រស់12គីឡូគាត់អាចយកទៅធ្វើជាម្សៅបាន1គីឡូម្សៅស្ងួតអញ្ចឹងបានន័យថាជាង10គីឡូមើមស្រស់ហ្នឹងបានទៅជាម្សៅឈូក1គីឡូហើយឆ្លងកាត់ដំណាក់កាលនៃការធ្វើច្រើនណាពុកម៉ែបងប្អូនអូកាច់មកលន់ប្រផោះផ្អែមបងប្អូនផ្អែមឡំឥឡូវនេះក្រុមការងាររំដួល TV មាន brand មួយគឺឈ្មោះថា Keno បង្កើតនៅផលិតផលដែលទាញយកពីកសិករបងប្អូនខ្មែរយើងគាត់ដាំដុះបានអីដែលអាចជួយកែច្នៃបានយើងជួយកែច្នៃ Keno និមិត្តសញ្ញាផលិតផលកូនខ្មែរផ្ដល់ជូននូវគុណភាពសុវត្ថិភាពទំនុកចិត្តជឿជាក់លើផលិតផល Keno តំណងមួយយ៉ាងដែរតើបងប្អូនអរគ្នាសំខាន់អាវនេះមានតែមួយកាផ្លេទេជាក់ស្ដែងបងគាត់កំពុងអង្គុយដកអត់មានអាវនឹងពាក់ទេក៏ពិតអាវនឹងគឺសម្រាប់គាត់ពេលដែលត្រូវចុះដកអញ្ចឹងណាដល់ពេលខ្ញុំមកដល់គាត់ថាអូបើឲ្យពាក់អានេះទៅគាត់អាចអង្គុយដកចុះបានគាត់ឲ្យពាក់នឹងដោយសារមូលហេតុអីបងប្អូនដូចបានដឹងអញ្ចឹងកន្លែងក្បាលជង្គង់ផ្លូវខ្ញុំនឹងឆ្កែខំហើយអត់ទាន់ជាមុខរបួសទេប្រហែលថ្ងៃមុនចុះទឹកចូលឡើងរីកស្គុយឥឡូវពេទ្យឲ្យតមកុំសូវឲ្យត្រូវទឹកពេកជាពិសេសគឺតាក់ទងទៅនឹងទឹកបឹងទឹកអីចឹងណាហើយដល់ពេលនេះបងគាត់ឲ្យអាវនេះមួយដើម្បីខ្ញុំពាក់កុំឲ្យវាចូលទឹកអូភក់ទាំងអស់បងប៉ុន្តែបងត្រូវលុកជ្រៅហ៎មកល្មមបងណាតែខ្ញុំដើរអញ្ចឹងបានទេបងអត់អីទេអត់មានជន់ខូចមើមវាណាអូបងប្រហែលខែហើយឆ្នាំពី10ខែមួយឆ្នាំអូចុះបានមួយឆ្នាំមិនក៏មើមនៅតូចម្លេះខ្ញុំរយៈប្រើជិញអូបានន័យថាឈូកពូជមែនក៏ប៉ុន្តែយើងដាំបែបធម្មជាតិទុកតាមលក្ខណៈវិវត្តដូចឈូកបឹងឈូកអីរបស់យើងអញ្ចឹងអូបងប្អូននេះមើមល្អតែទំហំតូចពុកម៉ែបងប្អូនអរគ្នាហើយបងប្រុសគាត់ថាគាត់ដាំរយៈពេល1ឆ្នាំហើយ2ដល់10ខែហើយទើបបានមើមប៉ុណ្្នឹងទេតែមិនមែនមើមនឹងបានន័យថាអត់ទាន់ដល់អាយុដកឯគ្រប់អាយុដកតែទំហំវាមិនសូវធំលក្ខណៈកំប៉ោងដូចគេលក់នៅលើទីផ្សារទេអាឈុកហ្នឹងគឺជាឈុកពូជគេយកមើមពុកម៉ែបងប្អូនមិនមែនឈុកគេយកកៅអៅដកផ្កាឬក៏បេះផ្លែដូចឈុកបឹងឈុកអីយើងធម្មតាទេនេះគឺជាពូជឈុកដាំយកមើមក៏ប៉ុន្តែមូលហេតុអីបានវាមិនធំក៏ព្រោះតែការដាំរបស់គាត់នេះគឺគាត់ដាំតាមបែបធម្មជាតិបានន័យថាប្រើឈុកពូជក៏ប៉ុន្តែឲ្យវារស់នៅដូចឈុកបឹងយើងធម្មតាអត់មាននៅក្នុងការប្រើប្រាស់ថ្នាំប្រើប្រាស់ជីបរិចមើមទេចុះបងអាហ្នឹងយើងចាំបាច់បាញ់ធ្វើអីបាញ់ឲ្យវាស្ទាតដីអូអញ្ចឹងពេលយើងដកយើងត្រូវបាញ់អាទឹកនឹងចូលបាទបាញ់ទៅយើងរាវមើមអូអញ្ចឹងបានន័យថាបើអូបើគ្រាន់តែយើងលុកដៃយើងរាវធម្មតាអត់អាចដកបានអញ្ចឹងតើលុកអញ្ចឹងបាទជ្រៅហ៎មើលអញ្ចឹងប៉ះអីផ្សេងណាអត់ទេអីណាអូបងប្អូននេះលុកភក់ជម្រៅនេះហើយបើកាលណាយើងយកដៃយើងលុកតែម្ដងលុកអត់ចុះទេវាតឹងអញ្ចឹងគាត់ប្រើប្រាស់ម៉ាស៊ីនដើម្បីបូមទឹកចេញពីស្រះគាត់មកហើយឲ្យទឹកហ្នឹងវាបាញ់បំបែកភក់ញែកភក់ចេញពីគ្នាហើយបានគាត់លុករាវតាមមើមមើលបងអូនេះអើយបាក់អូនេះយ៉ាបងយ៉ាទៀតត្រូវឧបករណ៍ត្រោកសលេងបាទបងប្អូនចាំខ្ញុំបង្ហាញលាងឲ្យស្អាតសិនអូយ៉ានេះតំណងមែនទេបងចង់និយាយថាមើមវាជាទូទៅក្នុងមួយគុំមានប្រមាណកង់អូ
mơ bây giờ pra tam chay thế rồi không mà mơ nữa 4 con 5 con បាទ 7 con តែដល់ពេលយើងដាំអញ្ចឹង បានតែ2con 3 អូអញ្ចឹងបើកាលណាយើងដាំតាមបែបធម្មជាតិវាលូតតែ3កង់នេះទេ បាទបាទ ប៉ុន្តែអាហ្នឹងវាដល់អាយុដកហើយ ដល់ហើយតែយើងទុក បងទុកធ្វើអី ទុករួដីដាក់វាអត់បាន បំបែកពូជបន្តទៀត បាទ អូបងប្អូនចង់ដឹងថាអាហ្នឹងមិនមែនមើមឈុកស្រែយើងទេត្រូវអត់ អត់ទេ អាហ្នឹងគឺជាប្រភេទពូជឈុកយកមើមតែម្ដង បាទបាទ អូហើយការដាំដុះរបស់បងបើគិតមកដល់ឥឡូវប្រហែលឆ្នាំហើយ ពី10ខែកូនឆ្នាំនេះ អត់ទេចង់និយាយថាបត់ពិសោធន៍ប្រហែលដងទើបតែ លើកទី1 អូលើកទី1ទេហើយមូលហេតុអីបានជាបងអត់ដាក់ជីអត់ដាក់អីដើម្បីពង្រីកមើមពង្រីកអីវាឲ្យធំ តែមួយយើងអត់បង្ខំអត់ដាំនៅលក់នៅទីផ្សារផងយើងទៅដាំដើម្បីប្រិចបានគូនទៅដាំតដីផ្សេងទៀត អូអញ្ចឹងបានន័យថាអ្វីដែលបងដាំហ្នឹងដាំសម្ដៅនៅក្នុងការពង្រីកពូជឲ្យបានច្រើនមិនមែនសម្ដៅយកមើមរបស់វាដើម្បីលក់ទៅជាបន្លែលើទីផ្សារគឺអត់ទេហើយដល់អញ្ចឹងយើងមិនសម្ដៅទៅលើដើម្បីបានទំហំមើមធំឬក៏គីឡូធ្ងន់ទេបានន័យថាឲ្យវាចុះមើមតាមបែបធម្មជាតិចុះបងប្រភេទពូជឈុកហ្នឹងគេអាចហូបផ្លែហូបអីវាបានទេ អូបើសិនយើងបេះបានតែយើងបេះទៅវាអាលុយមើលវាអត់ទៅ អូអញ្ចឹងបានន័យថាទុកឲ្យផ្លែវាតាមធម្មជាតិទុំជ្រុះអីទៅតាមធម្មតាបើកាលណាយើងអាសាដកក្អៅឬក៏កាច់ផ្លែអីគឺវាអត់សូវល្អដល់មើលនេះទេ បាទបាទ ជំរាបសួរបងប្រូបាទភ្លេចឈ្មោះបងបាត់ហើយបងឈ្មោះអី ពីរំ បងភិរមបងខ្ញុំចង់ដឹងថាបងយកពូជឈុកមកដាំហ្នឹងមានសិក្សាពីបច្ចេកទេសនៃការដាំដុះអីទេ អត់ទេតែគេខ្ញុំទិញពូជគេមកគេប្រាប់ណែនាំឲ្យយើង ដល់អញ្ចឹងយើងស្រាវជ្រាវខ្លួនឯង បាទ បងខ្ញុំចង់ដឹងថាទំហំផ្ទៃដីបងប៉ុណ្ណឹងបើគាស់យកមើមយើងកុំហៅគាស់បើយើងដកបាញ់ទឹកយកមើមវាហ្នឹងសរុបទាំងអស់ប្រហែលជាប្រហែល100គីឡូ នេះ3000ការ៉េវាបើយើងគិតជាបើយើងប្រើជីឲ្យទៅបានធំប៉ុណ្ណឹងនេះ បាទ នេះ អូអានេះរៀងធំ ឲ្យទៅបានប្រើស្រាវមកដីមក អញ្ចឹងបានន័យថាវាមានមើមធំដែរប៉ុន្តែតិចតួច បាទ ប៉ុន្តែបើយើងប្រើជីតាមបច្ចេកទេសដិតដល់មានថ្នាំមានជីបំពន់របស់គេគឺធំស្រាងល្អហ្មងអូមើលបងបាញ់ទឹកមកនេះតិចព្រោះវាខ្ទាតបាញ់មកខាងនេះបងព្រោះខ្ទាតទៅខាងកាមេរ៉ាសុំទោសបងប្អូនខ្ញុំចង់លាងឲ្យបងប្អូនមើលមកមើលឲ្យបានស្អាតនេះអូល្អណាស់ល្អមែនទេណាពុកម៉ែបងប្អូនឡើងមើលទៅខ្ចីលពួកបងអាហ្នឹងគេយកធ្វើអីឆ្ងាញ់ ហើយអីក៏ត្រូវដែរមហូប ស្ងោរឆាអញ្ចឹងហ៎ បាទបាទ អូបងប្អូនអើយយ៉ានេះល្អបងដកបន្តចុះនេះពុកម៉ែបងប្អូនអានេះគឺជាស្នាមធម្មជាតិរបស់វាជាមួយនឹងដីពេលដែលគេយកទៅស្ងោរយកទៅស៊ុបគឺគេចិតសបកនឹងចាញ់ហើយចិតសបកនឹងលាងទឹកឲ្យស្អាតគេដាក់ស៊ុបដាក់អីចឹងទៅក៏ប៉ុន្តែពេលដែលយើងដកមកភ្លាមវាមានស្នាមបាទដូចជាកាន់ដីកាន់អីរៀងក្រហមបារើអញ្ចឹងណាហើយមើមឈូករបស់គាត់គឺអត់ធំស្មើទេពុកម៉ែបងប្អូនមកកធុននេះមានតូចមានធំមានមួយមើម3កង់4កង់ឯងបងប្អូនឃើញជាក់ស្ដែងនេះអត់ធំស្មើដោយសារតែការដាំដុះរបស់គាត់ដាំតាមបែបយថាផលបានន័យថាតាមបែបធម្មជាតិដូចឈូកបឹងអញ្ចឹងបើនិយាយជារួមយកតែកូនមកដាក់នៅដីភក់ហើយគាត់ទុកឲ្យវារីកលូតលាស់ពេញហ្នឹងមួយឆ្នាំមិនបានដកការពិតបើគេដាំតាមបច្ចេកទេសដូចអត់ដល់មួយឆ្នាំទេមែនទេបង 3ខែ4ខែ អូហើយដល់ពេលគាត់ទុកតាមបែបធម្មជាតិដូចឈូកបឹងយើងអញ្ចឹងបើថាដាំឥឡូវហ្នឹងតើតែដល់ឆ្នាំក្រោយខែហ្នឹងដែរបានអាចគាស់មើមវាឈូកបឹងធម្មជាតិក៏មានមើមដែរពុកម៉ែបងប្អូនតែមិនមែនមើមកង់ទេឈូកខ្មែរយើងនៅបឹងគឺមើមវាមកវែងចេះហ្មងអត់មានកង់ដូចសាច់ដុំណាមកតវែងហើយរាងតូចណាហើយធ្វើម្សៅបានល្អបងអានេះបើយើងធ្វើទៅជាម្សៅបានទេ បានបាន អាម្សៅឈូកយើងកោ បាទ បងប្អូនការពិតណាម្សៅឈូកដែលសុទ្ធល្អធ្វើចេញពីមើមឈូកល្អសម្រាប់ការញ៉ាំទៅដើម្បីឲ្យត្រជាក់កាពះពោះវៀនជាពិសេសបងប្អូនដែលគាត់មានបញ្ហាជំងឺកាពះពោះវៀនបងប្អូនដែលមានបញ្ហាក្តៅក្នុងបងប្អូនដែលគាត់អាសាប្រតិកម្មបាទជាមួយចំណីចំណុកអីចឹងទៅឬក៏បងប្អូនខ្លះគាត់ដូចថាមានឪពុកម្ដាយចាស់រៀងខ្សោយបាយចាស់ច្រើននិយាយថារៀងអន់បាយមើលម្សៅឈូកនឹងបំពន់ល្អគេដាំទឹកឲ្យពុះបានន័យថាទឹកយើងឲ្យក្តៅល្អហើយគេដាក់ម្សៅឈូកនឹងប្រហែលជាមួយស្លាបព្រាបាយចាក់ទឹកក្តៅនឹងចូលភ្លាមកូរហ្មងកូរទៅគឺវាឆ្អិនធ្វើឲ្យម្សៅឈូកនឹងឡើងខាប់ដូចបបរយើងចឹងដូចបបរសឡើងដូចចំហួយយើងកូរ
កាលណាទឹកអត់សូវឆ្អិនល្អទឹកអត់សូវក្តៅល្អកូរទៅគឺអត់ខាប់ទេកូរទៅរាវៗក្លុកអត់ខាប់ទេតែបើបងប្អូនចំអិនម្សៅឈូកតាមស្តង់ដាឲ្យត្រូវតែម្ដងគឺគេដាក់ម្សៅឈូកក្នុងកែវហើយដាំទឹកក្តៅពុយយកទឹកហ្នឹងចាក់ចូលឈុលកូរទៅគឺខាប់ហើយយើងអាចបន្ថែមរសជាតិបើត្រូវការផ្អែមបន្ថែមស្ករបន្ថែមទឹកឃ្មុំបន្ថែមអីបានតែបើយើងចង់ញ៉ាំរសជាតិបែបឈូកតែម្ដងកុំឲ្យមានជាតិផ្អែមធ្វើតែប៉ុណ្្នឹងទៅគឺញ៉ាំសម្រាប់ជួយកាពះពោះវៀនត្រជាក់សាច់បងប្អូនដែលមានបញ្ហាក្តៅកាពះពោះវៀនហ្នឹងគឺត្រូវហើយមួយទៀតគឺអ្នកដែលគាត់មានបញ្ហាក្តៅក្នុងអាសាយប់ឡើងក្តៅទ្រូងក្តៅអីហ្នឹងការញ៉ាំម្សៅឈូកនេះល្អឲ្យតែម្សៅឈូកហ្នឹងគឺជាម្សៅឈូកពិតប្រាកដ 100% បើគេលាយអីអាហ្នឹងខ្ញុំមិនដឹងទេប៉ុន្តែបើសិនជាម្សៅឈូកហ្នឹងគឺចេញពីមើមឈូកសុទ្ធល្អហ្មងណា original ហ្មងណាគឺល្អសម្រាប់សុខភាពឲ្យតែអាសាញ៉ាំមួយថ្ងៃញ៉ាំតែមួយស្លាបព្រាបាយមួយថ្ងៃមួយស្លាបព្រាបាយហ្នឹងគឺជួយសុខភាពបានច្រើនហើយជាពិសេសដូចចិនដូចខាងវៀតណាមខាងអីហ្នឹងគឺគេចូលចិត្តតាក់ទងទៅនឹងម្សៅឈូកហ្នឹងបងប្អូនអញ្ចឹងនេះមិនមែនម្សៅគ្រាប់ឈូកទេគឺម្សៅមើមឈូកយើងអាចយកទៅធ្វើជាម្សៅបានបងចង់និយាយថាឥឡូវហ្នឹងបងមានជាប់ម៉ួយឲ្យខាងណានៅអត់ទាន់ជាប់ម៉ួយឲ្យខាងណាណាជាទូទៅបងមើមឈូកស្រស់ប្រហែលគីឡូបានអាចយើងយកធ្វើទៅជាម្សៅបាន1គីឡូបានដឹងថាចូលជាង10គីឡូជាងអីអូ10គីឡូជាងមើមស្រស់ហ្នឹងបានម្សៅ1គីឡូអូបងប្អូនអញ្ចឹងស្តៀងនឹងឈូកបឹងយើងដែរដែលខ្ញុំធ្លាប់ទៅថតនៅកំពង់សៀមបងប្អូនបាទខាងកំពង់សៀមខេត្តកំពង់ចាមគឺមើមឈូកស្រស់12គីឡូគាត់អាចយកទៅធ្វើជាម្សៅបាន1គីឡូម្សៅស្ងួតបងប្អូនអរគ្នាអញ្ចឹងចំណាយមើមឈូកអស់ច្រើនមិនមែនបានន័យថាគាត់ទៅដល់យកទៅកិនច្រកខ្ចប់លក់ជាម្សៅឈូកហ្មងមិនមែនទេគេមានវិធីនៅក្នុងការកិនកំទេចនៅក្នុងការច្រោះដាក់ឲ្យវារងទៅជាម្សៅអញ្ចឹងបានន័យថាជាង10គីឡូមើមស្រស់ហ្នឹងបានទៅជាម្សៅឈូក1គីឡូហើយឆ្លងកាត់ដំណាក់កាលនៃការធ្វើច្រើនណាពុកម៉ែបងប្អូនជាក់ស្ដែងនេះគឺជាមើមឈូកដែលដាំដុះដោយកសិករខ្មែរយើងក៏ប៉ុន្តែបញ្ជាក់ម្ដងទៀតគឺគាត់ដាំតាមយថាផលតាមបែបធម្មជាតិដាំដូចគេហៅដាំចោលអញ្ចឹងណាហើយដល់ពេលមួយឆ្នាំបានមានមើមគឺគាត់ចាប់ផ្ដើមមកកោះនេះគាត់កោះបំបែកពូជឥឡូវចាំមើលខ្ញុំសាកយកទៅធ្វើតេស្តជាក់ស្ដែងសិនបងប្អូនអរគ្នាតើប្រមាណគីឡូមើមស្រស់បានម្សៅ1គីឡូចាំមើលខ្ញុំតេស្តសិនបងប្អូនបើអាចធ្វើបានហើយគុណភាពល្អហើយបើមើលទៅវាតំណងដែលយើងអាចជួយគាត់បានជួយគាត់ដោយសារអីដោយសារគាត់ដាំនេះគាត់ថាគាត់បំបែកពូជក៏ប៉ុន្តែឥឡូវវាច្រើនបើនិយាយជាតួយ៉ាងបើបំបែកពូជទាំងអស់ហ្នឹងបំបែកអត់អស់ទេមែនទេបងហើយការបំបែកពូជក៏គេមិនមែនយកមើមវាទៅដាំដែរមែនអត់មើលប៉ុណ្ណឹងមកដើមគេដាំ1ម៉ែត្រ1ម៉ែត្រអូគេយកមើមអញ្ចឹងទៅហ្មងប៉ុន្តែបើថាឲ្យបងបំបែកពូជទាំងអស់គឺអត់អស់ទេមើមហ្នឹងហ៎អញ្ចឹងបានន័យថានៅសល់មើមខ្លះមែនទេមើមយើងដកតា2ម៉ែត្រ4ជ្រុងដាំដីបានមហាត់អូអញ្ចឹងបានន័យថាឥឡូវហ្នឹងបងដកតា2 3ម៉ែត្រ4ជ្រុងយកទៅដាំបានហើយនៅទាំងអស់សល់ហើយមានម៉ួយនៅអត់ទាន់មានម៉ួយទេចង់បានម៉ួយអត់ចង់បានអ្នកទិញពូជយកទៅដាំចង់អ្នកយកពូជទៅដាំហើយចុះបើឧទាហរណ៍ខ្ញុំទិញមើមវាយកទៅធ្វើជាម្សៅឈូកអីបានទេបានទេប៉ុន្តែឥឡូវក៏ខ្ញុំយកទៅធ្វើតេស្តសិនថាតើ10គីឡូជាងមើមហ្នឹងប្រហែល10គីឡូបានម្សៅ1គីឡូអញ្ចឹងណាបងបាទព្រោះថាធម្មតាចេះចង់ជួយបងប្អូនកសិករខ្មែរយើងដូចបានបញ្ជាក់ជូនបងប្អូនថាឥឡូវនេះក្រុមការងាររំដួល TV មាន brand មួយគឺឈ្មោះថា Keno ហ្នឹងគឺជា brand របស់រំដួល TV ផ្ទាល់នៅក្នុងការបង្កើតនៅផលិតផលដែលទាញយកពីកសិករបងប្អូនខ្មែរយើងគាត់ដាំដុះបានអីដែលអាចជួយកែច្នៃបានយើងជួយកែច្នៃដើម្បីពង្រឹងពង្រីកផ្នែកទីផ្សារបាទទៅលើកសិផលរបស់បងប្អូនខ្មែរយើងមួយចំនួនឥឡូវចាំមើលខ្ញុំសាកសិនបងប្អូនអរគ្នាស៊ីសងលើសាកហ្នឹងមិនមែនសាកគុណភាពម្សៅបើនិយាយពីគុណភាពម្សៅវាដឹងតែល្អប៉ុន្តែយើងសាកយកទៅធ្វើថាប្រហែលគីឡូមើមបាន1គីឡូម្សៅបងប្អូនមានតូចមានធំសុំកាច់មើលមួយណាបងអូឡើងស្រាំងបងពិបាកដាំឈូកហ្នឹងបាក់ឲ្យយើងប្រមូលផលពិបាកតែពេលដកហ្នឹងទេប៉ុន្តែបើពេលដាំចោលទេសិននៅដីកន្លែងផ្សេងដីធូរអីបាញ់ទៅស្រួលដកអូដល់ពេលដីនេះវារៀងហាប់ដីឥដ្ឋអូបងប្អូនគាត់ថា
bà ơi bà bạ thai to mặt miên bà bạ thai đâm đôi chục sài dương nơi bằng nơi ấy dân thôi con tay bà bạ kháng cứ bà bạ tập tiêu bà mô pho nữa nghe đôi chẹt sài thử banh tập banh ấy đập bay bà tiền giờ mưa bia mùi mùi nó cứ lục bạ bông bông nọ nè ô ô bông anh nick chơi à sang xa toàn miên mà sai thế đắng miến hả anh nick chơi mình tên bông bông cạch mau lon tập pho xong khluộc muối chụt đáy tần nó bông bông đôi tần lâu em bông bông em lồm lồm bà mơm chụp băng bà dương răng lọp po sắt tầm mà sai đậpไปอันนี้สรุยเงาใต้เชือกมาใส่เรียงติดให้ปะem ôอันนี้bà vậy thử pan chừng cáiคือปลาไหลเนี่ยอ๋อเธอได้เชียร์ปลาไหลบงบงตัวน้องอ่ะบองอันนี้ยังเจ้าเหมือนอ๋อนั่งมือไปทำตื่นจะมาเนี่ยเบียดthôiบงบงพวกนายบงบงอะไรนี้จะมือกรมการเงินตัวทีวีสะเยอะมือชุกนี้เตยเปื้อสะละบองสั้นผลิตเชียงมาสร้างมือชุกตาประมาณกะโลมือสระบานมาสร้างมากะโลนายบงบงถ้าการมือมาสร้างชุกแต่ความมาเชียดปิดประกอบจังบงบงแต่ตัวมากรมการเงินตัวทีวีมาแต่ที่มาตอนเฮียนสัญญาธานังเมียนประมาณกะโลก็ดอชูนบงบงนอกนี้ตัวนี้เวทการจะนายเปดอยูให้มือเทียดการผลิตเตยเชียงมาสร้างนั่งกลุ่มแมนtừ đó hắn sầm ngút còn lóc tới chia mà sáu ọt thì việc copy xem xí nhá bằng mơm sẽ cu mơm ấy kia ai sầm ngút thấy kia vay cùng tích tới chia mà sáu tầm đònแต่นี่việc trời ca cân đầm bay chiêu đầm bay sầm rắt giờ mà sao giờ ấy việc thời miền đầm nạ ca bỏ việc trong mà bom ôn thời cái ai chạy tô mò trong càng như đồng đua TV bàn và phải chết mơm ọt sơi thùng mày tối tối té chia mơm thò mà chết sọt mà rồi thì rồi đập to thành mà đòn ọt quân nó này ông thom này không caផលិត videoភេសជ្ជៈបើកម្លាំង Power Rem ជាផលិតផលខ្មែរដែលផលិតតាមស្តង់ដារអន្តរជាតិ ISO 14001 2015 និង ISO 22000 2018 ព្រមទាំងបានឈ្នះមេដាយអន្តរជាតិកម្រិតមាសពីស្ថាប័ន Mong Selection និងពានរង្វាន់រសជាតិឆ្នាំពិសេស Super Taste Award 2025 សម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហាឈឺចាប់តាមសាច់ដុំឈឺសន្លាក់ចុករួយតាមរាងកាយជាពិសេសបងប្អូនអាសារមូលក្រពើក្រិចថ្លោះសត្វអតិចឬខំអាសាឈឺក្បាលវិលមុខបងប្អូនកុំភ្លេចប្រើប្រាស់នៅផលិតផលរបស់កូនខ្មែរយើងគឺប្រេងកូឡាប្រេងខ្យល់រូបនាគព្រោះភ្លើងជាផលិតផលខ្មែរសុទ្ធ 100% ដែលយើងផ្សំចេញពីប្រទាលរបស់ខ្មែរយើងដោយផ្ទាល់តែម្ដងមានច្រើនក្លិនច្រើនចំណុះងាយស្រួលនៅក្នុងការជ្រើសរើសបងប្អូនអាចរកទិញបាននៅតាមឱសថស្ថានឬក៏បងប្អូនទៅរកទិញបាននៅតាមទីតាំងលក់រាយបោះដុំនៅទូទាំងព្រះរាជាណាចក្រកម្ពុជាម្សៅទឹកដោះគោអ៊ីនឡាម្សៅទឹកដោះគោអ៊ីនឡាមិនមានបន្ថែមស្ករសិប្បនិមិត្តម៉ាតូឌីត្រីននិងក្លូកូស៊ីរ៉ាប់ដែលអាចបង្កឲ្យមានជំងឺទឹកនោមផ្អែមនោះទេសូមពិនិត្យលើសម្បកកំប៉ុងដើម្បីបញ្ជាក់ថាគ្មានសារធាតុស្ករសិប្បនិមិត្តទាំងអស់នោះការផ្ដល់ជូនពិសេសចំពោះលោកប៉ាអ្នកម៉ាក់ដែលមានបំណងចង់ឲ្យកូនសាក់លបងប្រើប្រាស់នៅម្សៅទឹកដោះគោអ៊ីនឡាក្រុមហ៊ុននឹងមានការបញ្ចុះតម្លៃពិសេសរហូតដល់ 50% សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់ Page Inla Cambodia ឬក៏ Telegram 069 506 123 រីកធំធាត់បានល្អជាមួយអាចកំបាំងទឹកដោះម្ដាយ Alpha Lactabumin និងស្តង់ដារគុណភាពពី New Zealand ជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នាបាទខណៈនេះខ្ញុំភក្ត្រារួមជាមួយបងប្រុសសូមអរគុណសូមជម្រាបលា